ស្ដីដល់គ្នាថ្ងៃនេះយើងមកសិក្សាពីលេខបន្តទៀតថាថ្ងៃមុនខ្ញុំបានបរៀនពីលេខចំនួនលេខ1រហូតដល់លេខ10តែថ្ងៃនេះយើងបន្តពីលេខ11រហូតដល់លេខ20ដោយសារខ្ញុំសរសេររួចដោយសារខ្ញុំកាន់ខ្លួនឯងសេខ្លួនឯងអញ្ចឹងវាអត់ពិបាកក្នុងការសរសេរបានអញ្ចឹងខ្ញុំសរសេររួចស្រេចអញ្ចឹងគាត់ថាយើងអានហ្នឹងណានឹងសម្រាប់វីដេអូនេះសម្រាប់អ្នកដែលក៏អត់ទាន់ចេះគាត់អាចសិក្សាមួយខ្ញុំបានហ្នឹងយើងត្រៀមរាល់ថ្ងៃទៅរាប់រហូតដល់ចំនួនលានហ្មងបានហ្នឹងដើម្បីចេះរាប់លេខភាសាអង់គ្លេសអញ្ចឹងណាហ្នឹងហើយបាទបងប្អូនដែលមិនទាន់ចេះហ្នឹងណាបានតន័យការងារសិក្សាទាំងអស់គ្នាឥឡូវចាប់ដើមហាត់បញ្ចេញសំឡេងមួយគ្នាបានហ្នឹងអានេះអានថា11ហៅថា11 11 12 12 13 and 14 14 and 15 15តទៀត16 16 17 17 18 18 19 19 20 oh sorry ច្រឡំសរសេរខុសសំទោសនេះច្រឡំជាប់ដៃអញ្ចឹងណានឹងសុំsorry ផងបាទសុំពេលទោសផងបាទសេខុសអានឹង20ប្រែថា20អញ្ចឹង20នឹងខ្ញុំសេខុសតែឥឡូវកែតម្រូវទៅ correct ហើយហ្នឹងហើយកែតម្រូវហើយអញ្ចឹងអូគឺក៏ធ្វើខ្លីៗយ៉ាងបាត់ហ្នឹងអានមកទៀត11 11 12 12 13 13 14 14 15 15 16 16 17 17 18 18 19 19 20 20 អូខេអញ្ចឹងសម្រាប់ថ្ងៃនេះក៏សូមធ្វើខ្លីប៉ុណ្ណឹងហ្មងហ្នឹងដើម្បីឲ្យយើងងាយស្រួលក្នុងការចាំហ្នឹងអញ្ចឹងសូមកុំភ្លេចចុចមេដៃឲ្យមួយផងបាទហ្នឹងហើយដើម្បីលើកទឹកចិត្តហ្នឹងអរគុណច្រើនសម្រាប់ថ្ងៃនេះ Thank you so much Good night